បងប្អូនជនរួមជាតិជាទីគោរពពីថ្ងៃមុនខ្ញុំបាននិយាយអំពីការវិវត្តនៃស្ថានភាពនយោបាយនៅកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ60ទសវត្សរ៍60រហូតដល់ពេលយើងផ្ទុះសង្គ្រាមនៅក្នុងស្រុកយើងបានភ្លើងសង្គ្រាមបានឆាបឆេះចូលក្នុងប្រទេសកម្ពុជាហើយសង្គ្រាមរវាងសាធារណរដ្ឋខ្មែរហើយនិងពួកខ្មែរក្រហមបានចាប់ផ្ដើមខ្ញុំមិននិយាយតទៅមុខទៀតថាមានអីកើតឡើងប៉ុន្តែខ្ញុំវិលត្រឡប់ទៅក្រោយវិញតិចអំពីរបៀបដែលរដ្ឋាភិបាលនៅក្នុងសម័យនោះគាត់ដោះស្រាយបញ្ហាសេដ្ឋកិច្ចក្រោយពីឆ្នាំ1965យើងដឹងថាក្នុងឆ្នាំ1965ក្រោយពីសហរដ្ឋអាមេរិកបានកាត់ជំនួយទាំងស្រុងគឺសេដ្ឋកិច្ចកម្ពុជាពិបាកខ្លាំងហើយចាប់តាំងពីពេលនោះមកមិនមានប្រទេសសង្គមនិយមណារួមទាំងប្រទេសចិនផងអាចមកជំនួសក្នុងការជួយសង្គ្រោះកម្ពុជាបានទេពេលនោះអ្វីដែលខ្ញុំចាប់អារម្មណ៍ហើយសង្កេតឃើញគឺនៅក្នុងខណៈដែលសេដ្ឋកិច្ចពិបាកឬសេដ្ឋកិច្ចមើលទៅឃើញថាវាកាន់តែចង្អៀតពេលនោះរដ្ឋាភិបាលក្នុងស្រុកហ្នឹងក៏ចាប់ផ្ដើមគៀងគរប្រមូលផ្ដុំនៅសរសៃឈាមសេដ្ឋកិច្ចសំខាន់ហ្នឹងហើយប្រគល់ទៅឲ្យតែអ្នកជំនួញនៃទុនមួយក្រុមតូចដែលនៅជុំវិញរដ្ឋាភិបាលហ្នឹងដោយសង្ឃឹមថាក្រុមអ្នកមានទាំងអស់នៃទុនទាំងអស់នោះអាចនឹងជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជាបានបាទតនេះជាមេរៀនមួយសំខាន់ដែរនៅក្នុងខណៈដែលរដ្ឋាភិបាលក្នុងសម័យនេះគាត់រំពឹងថាក្រុមអ្នកជំនួញធំទាំងអស់ដែលនៅជិតស្និទ្ធជាមួយរដ្ឋាភិបាលនឹងអាចជួយសង្គ្រោះរដ្ឋាភិបាលបានហើយអាចនឹងហុចនេះហុចនោះឲ្យរដ្ឋាភិបាលបាននៅក្នុងពេលដែលរដ្ឋត្រូវការនៅពេលដែលរដ្ឋាភិបាលត្រូវការប៉ុន្តែលទ្ធផលវាអត់បានដោយការគិតទេក្រោយពីឈ្មួញធំទាំងអស់បានកាន់កាប់សរសៃឈាមសំខាន់សេដ្ឋកិច្ចសំខាន់នៅកម្ពុជាហើយគឺសេដ្ឋកិច្ចកម្ពុជានៅពេលនោះលែងនៅក្នុងដៃរដ្ឋាភិបាលទៀតហើយគឺឈ្មួញធំពេលនោះចាប់ក្លុកធ្វើបាបធ្វើឲ្យមានផលប៉ះពាល់ទៅដល់ឈ្មួញថ្នាក់កណ្ដាលហើយឈ្មួញតូចតាមរបបរ៉ូស៊ីតាមបែបផ្ដាច់មុខនៅពេលនោះគឺច្រកសំខាន់នៃការនាំចូលសេដ្ឋកិច្ចចំនួនផ្សេងគឺគ្រប់គ្រងដោយក្រុមអ្នកចំនួនសំខាន់ដែលមានខ្នងក្រាស់ណាហើយសម្រាប់អ្នករ៉ូស៊ីតូចតាចរ៉ូស៊ីមធ្យមអីហ្នឹងលែងបានទទួលផលប្រយោជន៍ពីនឹងទៀតហើយអ្នកចំនួនធំទាំងនោះក៏ចាប់រ៉ូស៊ីផ្ដាច់មុខបាទនៅពេលដែលពួកគាត់នៅបានរ៉ូស៊ីផ្ដាច់មុខគឺពេលហ្នឹងអ្នករ៉ូស៊ីមធ្យមហើយនឹងរ៉ូស៊ីខ្នាតតូចលែងអាចរ៉ូស៊ីបានហើយគឺដកខ្លួនថយក្រោយពីពេលនោះមកគឺយើងឃើញថាឈ្មួញសំខាន់ទាំងអស់នោះចាប់យើងហៅថាក្លុកនៅពេលនោះគឺគេប្រើពាក្យថាក្លុកសេដ្ឋកិច្ចណាគឺគាត់ចង់ធ្វើភ្លៀងធ្វើកចង់ឲ្យតំណែងឡើងថ្លៃឡើងទៅគឺដោយសារអីដោយសារតែគាត់មិនមានអ្នកណាច្រើនទៀតដែលប្រកួតប្រជែងជាមួយគាត់ដូច្នេះនៅពេលនោះគឺសេដ្ឋកិច្ចរបស់កម្ពុជាយើងគឺត្រឹមបើនិយាយពីមែនទៅស្ទើរតែត្រឹមដើមទ្រូងចុះទៅក្រោមឬត្រឹមពោះចុះទៅក្រោមហ្នឹងវាលែងដើររួចហើយនៅដើរតែក្បាលខាងលើក៏តែត្រឹមដើមទ្រូងឡើងលើទេឬក៏ត្រឹមកឡើងលើទេណាខាងក្រោមហ្នឹងគឺអ្នករ៉ូស៊ីក្រោមលែងមានទទួលផលប្រយោជន៍ឯការរ៉ូស៊ីទៀតហើយសង្គ្រាមក៏ដោយការចោទប្រកាន់គ្នាភាពវឹកវរវិបត្តិនយោបាយក្នុងសង្គមពេលនោះក៏ចាប់ផ្ដើមមានកើតឡើងបន្តចឹងរួមទាំងការបាតកម្មរបស់និស្សិតអីផងប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍របស់ខ្ញុំនៅត្រង់ថានៅពេលដែលឈ្មួញធំនោះបានកាន់កាប់សរសៃឈាមសេដ្ឋកិច្ចទាំងអស់ណាក្រៅពីរឿងការគាត់អាចតម្លើងថ្លៃទំនិញគាត់អាចបញ្ចុះគាត់អាចបង្វិលសេដ្ឋកិច្ចកម្ពុជាបានតាមដែលគាត់ចង់មានរឿងមួយទៀតដែរគឺក្រុមពួកគាត់នឹងមិនសូវជាខ្វល់ខ្វាយក្នុងការបង់ពន្ធទៅឲ្យរដ្ឋាភិបាលប្រមាណទេដោយគាត់គិតថាគាត់ជាដៃគូជាមួយរដ្ឋាភិបាលហើយរដ្ឋាភិបាលក៏មានការយោគយល់មិនសូវខ្វល់ប្រមាណពីរឿងការគៀបសង្កត់ឲ្យបង់ពន្ធដែរគឺនៅពេលនោះគឺសេដ្ឋកិច្ចអត់អាចជួយស្ដារឡើងទេគឺសេដ្ឋកិច្ចធ្លាក់កាន់តែធ្ងន់ទៀតពន្ធដារដែលប្រមូលពីអ្នករ៉ូស៊ីអ្នកវិនិយោគទុនទាំងអស់នោះក៏មិនបានប្រមូលអីឲ្យបានគ្រប់គ្រាន់ត្រឹមត្រូវដែរពិសេសគឺប្រើពាក្យថាយោគយល់គ្នាប្រើពាក្យថាជួយគ្នាទៅវិញទៅមក
ទីចុងបំផុតរដ្ឋក៏មិនអាចជួយខ្លួនឯងបានរីឯអ្នករកស៊ីតូចតាចនៅខាងក្រោមក៏ចាប់ផ្ដើមមានការលំបាកហើយស្ថានភាពយ៉ាប់យ៉ឺនទៅរហូតដល់ក្នុងឆ្នាំ70ដែលយើងមានសង្គ្រាមតែម្ដងបាទខ្ញុំលើកនេះវាគ្រាន់តែជាការចងចាំមួយដែលខ្ញុំបានមើលឃើញហើយជាមេរៀនមួយដែលសំខាន់ដែរសម្រាប់ឲ្យយើងគិតណាគឺថាយើងទទួលស្គាល់ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលប៉ុន្តែបើយើងប្រឹងមិនត្រូវរឿងប្រឹងមិនត្រូវពេលទីចុងបំផុតគឺរដ្ឋជាតិជាអ្នកដែលទទួលរងគ្រោះដោយសារតែការសម្រេចចិត្តទាំងអស់នោះឬរបៀបដែលយើងដើរនៅក្នុងពេលនោះបាទ